វាពលកម្មអន្តរជាតិមួយឧសភាខួបលើកទី127ដែលនោះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់កម្មករកម្មការិនីនិងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលបានចូលរួមអនុវត្តប្រកបដោយនិរន្តរភាពនៃការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាលើសេវាកម្មនាំចេញនាំចូលនៃការបើកចំហផ្ទៃសមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ថាមុនសង្គ្រាមកំពង់ផែក្រុងព្រះសីហនុមានសមត្ថភាពលើការនាំចេញនាំចូលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានបរិមាណទំនិញប្រមាណជា1,500,000 តោនជាប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ1998និងឆ្នាំបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុបានទទួលទំនិញឆ្លងកាត់កើនលើសពី1 លានតោនក្នុងមួយឆ្នាំនិងបច្ចុប្បន្នមានការអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីមានសមត្ថភាពលើបរិមាណទំនិញឆ្លងកាត់រហូតដល់3,500,000 តោនសូមបញ្ជាក់ដែរថានៅឆ្នាំ2012ទំនិញឆ្លងកាត់មាន2,700,000 តោនកើនឡើង 9% ធៀបនឹងឆ្នាំ2011មាន2,500,000 តោនបរិមាណនាវាចូលចតមាន940គ្រឿងកើន7កណ្ដោសញ្ញា 3% ធៀបនឹងឆ្នាំ2011មាន880គ្រឿងបរិមាណកុងតឺន័រ256,000 TEU កើន7កណ្ដោសញ្ញា 3% ធៀបនឹងឆ្នាំ2011មាន238,000 TEU ឯកឧត្តមត្រាំអ៊ីទឹករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថាក្រោមការយកចិត្តទុកដាក់គាំទ្ររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីការទំនុកបម្រុងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ2013ដល់ឆ្នាំ2016ក្រោមកម្ចីសម្បទានរបស់ប្រទេសជប៉ុនកំពុងផែមានគម្រោងសាងសង់ចំណតផែពហុបំណងដែលមានចំណតផែទំនិញរាយប្រវែង330ម៉ែត្រមានជម្រៅទឹក13ម៉ែត្រកន្លះនិងចំណតផែមូលដ្ឋានភស្តុភារគុតគង់ការខួងប្រេងប្រវែង200ម៉ែត្រមានជម្រៅទឹក7ម៉ែត្រកន្លះនិងគម្រោងគុតគង់នាវាសណ្ដោកមួយគ្រឿងកម្លាំង3,200 សេសចំណាយសរុបប្រមាណ85 លានដុល្លារសហរដ្ឋអាមេរិកឯកឧត្តមរដ្ឋមន្ត្រីបន្តថាបច្ចុប្បន្នកំពុងរៀបចំគំនូសប្លង់និងឯកសារដេញថ្លៃសម្រាប់ការសង់ចំណតផែទំនិញរាយនិងចំណតផែមូលដ្ឋានភស្តុភារគុតគង់ការខួងប្រេងការងារសាងសង់នឹងចាប់ផ្ដើមនៅដើមឆ្នាំ2014និងត្រូវបញ្ចប់នៅឆ្នាំ2016ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថានៅពេលសាងសង់ហើយចំណតផែពហុបំណងនេះគឺជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងមានសក្តានុពលសម្រាប់បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាក់ទាញនាវាដឹកទំនិញធំៗដែលអាចទុកទំនិញដល់50,000 តោនចូលចតបាននោះគឺជាច្រកសេដ្ឋកិច្ចតាមផ្លូវសមុទ្ររបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោកបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនិងធុរជនសម្រាប់ការនាំចេញនាំចូលទំនិញរាយកសិកម្មនៅឧស្សាហកម្មដូចជាចំណាំងឈើអង្ករចំណិតដំឡូងមីស្ងួតធ្យូងថ្មស៊ីម៉ង់ដែកក្នុងទ្រង់ទ្រាយធំធ្វើឲ្យតម្លៃដឹកជញ្ជូនមានតម្លៃថោកនិងមានភាពប្រកួតប្រជែងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់កម្មករកម្មការិនីនិងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងខ្លឹមសារដូចតទៅហើយរំលោកទាវអស់លោកស្រីអ្នកកញ្ញាថ្ងៃនេះខ្ញុំពិតជាមានការរីករាយដែលបានមកជួបចិត្តថ្មីម្ដងទៀតជាមួយនឹងកម្មករកម្មការិនីបុគ្គលិកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅក្នុងថ្ងៃខួបលើកទី127នៃទិវាពលកម្មអន្តរជាតិដោយតែបានសន្យាជាមួយគ្នាហើយគឺខ្ញុំត្រូវមានវត្តមានជារៀងរាល់ឆ្នាំគឺនៅកន្លែងនេះប៉ុន្តែក៏មានឆ្នាំខ្លះមានការអាក់ខានតែបើសិនជាយោងទៅលើពេលវេលា
ដែលមកកាន់ទីនេះខ្ញុំពិតជាមានឱកាសច្រើនសម្រាប់ការមកកាន់ទីនេះលើកលែងតែមានការចាំបាច់ផ្សេងទៀតថ្ងៃនេះជាមួយនឹងការអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី127ក្នុងនាមនាយករដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមផ្ញើជូនចំពោះកម្មការនីទាំងអស់នៅទូទាំងប្រទេសដែលកំពុងចូលរួមអបអរសាទរនៅទិវានៃពិធីវាពលកម្មអន្តរជាតិនៅពេលនេះយោងតាមរបាយការណ៍របស់អាយដាមវិទ្យសំហេងបានឲ្យដឹងថាឥឡូវនេះក្នុងថ្ងៃនេះគឺមានសកម្មភាពជាច្រើនដែលអាចមានការផ្លែកគ្នាក្នុងនោះគឺរោងចក្រសហគ្រាសក្រុមហ៊ុនចំនួន238ដែលបានរៀបចំកម្មវិធីកំសាន្តហើយដែលមានចំនួនកម្មករចំនួន342,168 នាក់ក្រោយពីនោះខ្ញុំគិតថាមានកម្មការិនីមួយចំនួនអាចនៅផ្ទះសម្រាកឬក៏ទៅសួរសុខទុក្ខឪពុកម្ដាយហើយមានពេលខ្លះក៏អាចឆ្លៀតសួរសុខទុក្ខគូសង្សារផងដែរប៉ុន្តែក៏អាចមានកម្មការិនីខ្លះក៏ធ្វើពិធីដង្ហែក្បួនដើម្បីទាមទារលក្ខខណ្ឌការងារដ៏ប្រសើរថែមទៀតនេះគឺជាសេរីភាពដែលបានផ្ដល់ដោយរាជរដ្ឋាភិបាលឬក៏ជាសិទ្ធិដែលកើតចេញតាំងពីរយៈពេល127ឆ្នាំរួចមកហើយប៉ុន្តែបើសិនជាយើងសង្កេតអំពីបញ្ហាអ្នកដែលចូលរួមសប្បាយរីករាយនៅតាមរោងចក្រសហគ្រាសនោះវាមានចំនួនច្រើនលើសលប់ជាមួយនឹងការដង្ហែក្បួនឬក៏បញ្ហាការជួបជុំដើម្បីទាមទារនេះទាមទារនោះហើយនេះជាសិទ្ធិមិនទៅចូលរួមសិទ្ធិដេកនៅផ្ទះក៏ជាសិទ្ធិមួយដែរអានឹងកុំភ្លេចថាសូម្បីតែការបោះឆ្នោតយើងមិនត្រូវចាត់ទុកថាគេមិនទៅបោះឆ្នោតគេបំពេញសិទ្ធិទេគេមិនទៅបោះឆ្នោតមិនទៅបោះឆ្នោតវាជាសិទ្ធិមួយដែរក្នុងចំណោមសិទ្ធិតែអញមិនទៅបោះឆ្នោតណាហើយសិទ្ធិទៅបោះឆ្នោតគឺបោះឆ្នោតគាំទ្របកនេះឬបោះឆ្នោតគាំទ្របកនោះឬបោះឆ្នោតអនុប្រវេសបើសិនជាបេក្ខជនមានបេក្ខជនគេហៅថាបេក្ខជនដែលមានសិលឹកឆ្នោតត្រូវអនុប្រវេសនោះអញ្ចឹងសិទ្ធិចូលរួមសប្បាយរីករាយក៏ជាសិទ្ធិដេកនៅផ្ទះក៏ជាសិទ្ធិដើរទាំងឯក្បួនក៏ជាសិទ្ធិអញ្ចឹងគឺសិទ្ធិទាំងអស់ថ្ងៃនេះគឺយើងជួបដោយឡែកថ្ងៃនេះសម្រាប់យើងនៅទីនេះខ្ញុំសូមអបអរសាទរជាមួយនឹងវត្តមានរបស់កម្មករនិយោជិតក៏ដូចជាមានជនចូលសោធននិវត្តន៍ចូលរួមផងដែរនៅថ្ងៃនេះជាមួយនឹងវត្តមានអ្នកទាំងឡាយដែលចូលពាក់ព័ន្ធនៅក្នុងបញ្ហានេះតាំងពីដើមដល់ចប់ឬរហូតទៅដល់មានការពាក់ព័ន្ធនៅរយៈពេលចុងក្រោយនេះហើយខ្ញុំក៏សូមយកឱកាសនេះដើម្បីសម្ដែងនៅការកោតសរសើរជាមួយនឹងការខិតខំទាំងអស់របស់ថ្នាក់ដឹកនាំមន្ត្រីរាជការក៏ដូចជាកម្មករបុគ្គលិកនៅកំពង់ផែស្វយ័តក្រុងប្រសេនុរបស់យើងនេះយោងតាមរបាយការណ៍របស់អាយដាមរដ្ឋមន្ត្រីតាណេតុបក៏បានបង្ហាញអំពីវឌ្ឍនភាពជាច្រើនដែលបានកើតឡើងនៅកំពង់ផែនេះក្នុងនោះបើយើងពិនិត្យអំពីចំនួនការកត់សម្គាល់អំពីចំនួននៃអង្គដែលនាំតាមច្រកកំពង់ផែនេះឃើញថាមានសន្ទុះកើនឡើងរហូតដល់102%បើប្រៀបធៀបកាលពីឆ្នាំ2012ក្នុងរយៈពេលដូចគ្នានេះគឺជាគោលដៅមួយរបស់យើងឆ្ពោះទៅកាន់2015ដែលត្រូវនាំចេញអង្គឲ្យបានជាង1លានតោនយ៉ាងតិច1លានតោនក្នុងរយៈកាលប្រមាណឆ្នាំកន្លងទៅនេះយើងបានខិតខំច្រើនដើម្បីជំរុញនៅការនាំចេញអង្គរបស់យើងប៉ុន្តែដោយសារតែស្ថានភាពមានខ្វះក្រាស់ខ្ជាប់យើងផលិតបានស្រូវច្រើនក៏ប៉ុន្តែយើងបែរជាខ្វះខាត
នៅការកែច្នៃអង្គទៅវិញទាំងរោងចក្រក៏ដូចជាឃ្លាំងស្តុកឬប្រាក់ទិញជាដើមឥឡូវនេះមានការវិនិយោគច្រើនដែលធ្វើឲ្យចំនួននៃការនាំចេញកើនឡើងប្រៀបធៀបទៅនឹងរយៈកាលឆ្នាំទៅគឺមានតែជាង35លានតោនទេក៏ប៉ុន្តែឆ្នាំជាង 35,000 តោនប៉ុន្តែឆ្នាំនេះមានទៅដល់ 72,000 តោនក្នុងរយៈពេល 3 ខែបើដូច្នោះយើងមានសង្ឃឹមយ៉ាងច្រើនជាមួយនឹងការកើនឡើងនៃចំនួននេះដោយសារតែឆ្នាំ 2010 មានតែ 51,000 តោន 2011 14,800 តោន 2012 មានចំនួន 18,000 តោនហើយតែ 3 ខែនេះយើងបានដល់ 72,000 តោនរួចស្រេចទៅហើយអញ្ចឹងសង្ឃឹមថាឆ្នាំ 2015 វានឹងមានកំណើនឆ្លងកាត់តាមច្រកកំពង់ផែនេះជាមួយគ្នានោះដែរយើងក៏បានសង្កេតឃើញថាឆ្នាំនេះបាននាំចេញតាមរយៈនេះ2លើករួចមកហើយមានរហូតដល់ទៅ 15,000 តោនលើកទី1មាន 8,000 តោននិងលើកទី2មាន 7,000 តោនគឺការចំណិតដំឡូងមីស្ងួតដឹកពីកប៉ាល់ដែលចេញពីកម្ពុជាទៅ2លើករួចមកហើយលើកទី1មាន 8,000 តោនលើកទី2 7,000 តោនដូច្នេះ 15,000 តោនដំឡូងនៅប្រទេសរបស់យើងគឺមានចំនួនច្រើនណាស់រាប់លានតោនដែលយើងរកទីផ្សារមិនបានប៉ុន្តែតាមរយៈនៃការធ្វើទំនាក់ទំនងជាមួយខាងក្រៅជាពិសេសជាមួយសាធារណរដ្ឋប្រជាមានិតចិនដែលជាអ្នកមានប្រជាជនច្រើនបំផុតហើយដែលត្រូវទិញពីកម្ពុជានោះអនុញ្ញាតឲ្យយើងបាននាំចេញទៅសាធារណរដ្ឋប្រជាមានិតចិនឆ្លងកាត់តាមកំពង់ផែនេះប៉ុន្តែយើងមិនត្រឹមតែចង់បានការនាំចំណិតចេញបែបនេះទេយើងបន្តការខិតខំដើម្បីរកអ្នកវិនិយោគមកវិនិយោគកែច្នៃនៅនឹងកន្លែងឲ្យទៅជាផលិតផលសម្រាប់យើងទើបនឹងនាំចេញនៅផលិតផលពាក់កណ្ដាលសម្រាប់ឬអាចថាមិនតាន់ដល់ពាក់កណ្ដាលសម្រាប់ផងទេអញ្ចឹងយើងត្រូវបន្តការខិតខំដើម្បីនាំមកនៅអ្នកវិនិយោគដើម្បីផលិតផលផលិតចេញជាផលិតផលសម្រាប់ដោយធ្វើជាមុខគេហៅថាមុខចំណីយើងផ្សេងរាប់ទាំងចំណីសត្វដូចជាពោតដូចជាដើមដែលមានលាយទៀតគ្នាទៅចេញជាចំណីសត្វនាំចេញតាមនឹងតែម្ដងយើងត្រូវការបើកទីផ្សារនៅខាងក្រៅសូមយកឱកាសនេះដើម្បីបញ្ជាក់បន្ថែមជាមួយនឹងការរីកចម្រើននៅកំពង់ផែនេះអាដាមរដ្ឋមន្ត្រីកាមេទឹកបានធ្វើបទបង្ហាញជូនរួចហើយអ្នកនៅទីនេះបានដឹងច្បាស់ហើយយើងបានឆ្លងកាត់នៅដំណាក់កាលពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយនៃការរីកចម្រើនប៉ុន្តែមុននឹងចូលដល់បញ្ហានេះអនុញ្ញាតឲ្យខ្ញុំបាននិយាយបន្តិចគឺនៅពេលដែលយើងនិយាយថាយើងនិយាយអំពីការផឹកទឹកត្រូវនឹកដល់ប្រភពទឹកដាំដើមឈើអាស៊ីផ្លែឈើត្រូវនឹកដល់អ្នកដាំដើមឈើនោះដូច្នេះយើងក៏នឹកទៅដល់ព្រះបរមរតនកោដ្ឋសម្ដេចឪសម្ដេចតាទូតដែលព្រះអង្គបានកសាងទីក្រុងនេះកសាងកំពង់ផែនេះដោយភ្ជាប់ជាមួយនឹងផ្លូវរថភ្លើងមកកាន់ទីនេះទុកមែនថានៅក្នុងអំឡុងទសវត្ស60មុនរដ្ឋប្រហារឆ្នាំ 1970ពេលនេះទំនិញឆ្លងកាត់នៅទីនេះបណ្ដល់ 1 លានតោនពិតមែនក៏ចុះក៏ប៉ុន្តែត្រូវដឹងថាប្រមាណទំនិញឆ្លងកាត់ប្រមាណជិត 1 លានតោននៅក្នុងដំណាក់កាល 1970វារឿងមិនធម្មតាទេសម្រាប់ការលូតលាស់នៃប្រទេសមួយនេះអញ្ចឹងទេបានជាខ្ញុំថែងតែនិយាយថាបើសិនជាគ្មាន18 មីនាឆ្នាំ 1970នៃការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចឪសម្ដេចតាទូតរបស់យើងប្រហែលជាប្រទេសយើងមកដល់ពេលនេះមិនមែនជាប្រទេសអន់ថយដោយទៀបជាប្រទេសជិតខាងដូចសប្តាហ៍នេះទេទុករឿងនេះឲ្យដំណើរការវិវត្តកោមបរិយាកាសដឹកនាំរបស់សម្ដេចឪសម្ដេចតាទូតរបស់យើងប្រហែលជាមកដល់ពេលនេះកំពុងផែនេះនឹងមានការរីកចម្រើនហើយមិនដឹងថាតើនឹងត្រូវមានប្រមាណលានតោនលើពីនេះទេអានេះនិយាយរឿងពិតរឿងវាកើតឡើងយ៉ាងដូចនេះបើសិនជាកំពុងរដ្ឋប្រហារហើយទុកឲ្យកំពុងផែនេះបន្តនៅដំណើរការ
ជាមួយនឹងកិច្ចការទាំងឡាយនៅទូទាំងក្របខ័ណ្ឌទូទាំងប្រទេសកុំបង្កើតឡើងនៅសង្គ្រាមតើប្រទេសរបស់យើងនេះចម្រើនដល់ណាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងមិនមែននៅត្រឹម$1000ដោយសប្តាហ៍ថ្ងៃទេប្រហែលជាឡើងទៅដល់ពួក10000ទៅហើយព្រោះតាមការសិក្សាមួយដែលអាដាមស៊ុនចន្ទរបានបង្ហាញនៅក្នុងពេលដែលយើងដង្ហែបកូនណាព្រះមហាក្សត្រយើងទៅមណ្ឌលគិរីហើយយើងបានចូលហូបបាយនៅស្រួលពេលហ្នឹងគឺថាប្រាក់ចំណូលរបស់យើងនៅទីនេះដូចជាជាង$200ក្នុងពេលដែលកូរ៉េខាងត្បូងមានត្រឹមតែ$62ទេពេលហ្នឹងនៅក្នុងរយៈពេលហ្នឹងកូរ៉េខាងត្បូងគឺគេគិតជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានត្រឹម$62ទេប៉ុន្តែប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗមានទៅដល់ជាង$200សហរដ្ឋអាមេរិករួចស្រេចទៅហើយគឺប្រទេសកូរ៉េខាងត្បូងចេញពីសង្គ្រាមប្រទេសកម្ពុជាចេញពីអាណានិគមនិយមបារាំងនៅក្នុងដំណាក់កាលប្រហែលគ្រាប៉ុន្តែល្បឿននៃការអភិវឌ្ឍប្រទេសកម្ពុជាគឺលឿនជាងអញ្ចឹងទៅចំណុចនេះយើងត្រូវឃើញអ្នកណាបង្កើតឲ្យមានសោកនាដកម្មនេះឡើងបើកុំធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុប្រហែលជាពុំមានសោកនាដកម្មសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសហើយរាប់ទាំងកំពង់ផែក្រុងព្រះសីហនុនេះផងដែរអញ្ចឹងទេបានជាខ្ញុំពេញចិត្តរីករាយជាមួយនឹងការដែរបើទោះបីជាសម្ដេចឪសម្ដេចតាទូតរបស់យើងព្រះអង្គបានចូលទីវង្គតទៅហើយក៏ប៉ុន្តែព្រះនាមរបស់ព្រះអង្គកំពុងផ្សារភ្ជាប់ជាមួយខេត្តមួយទាំងមូលគឺខេត្តព្រះសីហនុនិងកំពង់ផែដែលជាច្រកចេញចូលនៃសេដ្ឋកិច្ចរបស់យើងនៅទីនេះក៏ព្រះនាមរបស់ព្រះអង្គដោយគ្មានការកែប្រែហើយការគ្មានការកែប្រែនេះក៏សូមបញ្ជាក់ថាគ្មានការកែប្រែនៅក្នុងដំណាក់កាលនៃគណៈបកប្រជាជនកាន់អំណាចប៉ុន្តែបើសិនជាបកដតីគេឈ្នះអានឹងរឿងរបស់គេទៅចុះព្រោះពេលហ្នឹងយើងអត់មានសិទ្ធិទេគេមានសិទ្ធិនឹងស្នើសុំចេញបរិយាកាសឬក៏គេសិទ្ធិអីអាហ្នឹងគឺរឿងសិទ្ធិរបស់គេប៉ុន្តែខ្ញុំមិនជឿថាគេអាចនឹងឈ្នះទៅរួចទេទោះបីថាគេប្រឹងស្រែករឿងឈ្នះអាហ្នឹងគឺស្រែកខ្ញុំឮថាអាឈ្នះហ្នឹងគេឈ្នះយូរតែកាលមុនខ្ញុំធ្លាប់មកនិយាយនេះម្ដងអារឿងបញ្ហាថាឯអ្នកបើសពៅ3នាក់នាយសពៅ3នាក់ហ្នឹងនាយសពៅ3គ្រឿងតែសពៅខ្ញុំលឿនណាស់ឲ្យលោតពីអាសពៅធំចុះមកសពៅតូចមកខ្ញុំធ្លាប់បាននិយាយម្ដងដល់មុនបោះឆ្នោតឆ្នាំ2003មុនបោះឆ្នោតឆ្នាំ2003ប៉ុន្តែសពៅចុះសពៅឡើងសពៅតើដដែលហ្នឹងឥឡូវខ្ញុំក៏មិនជឿថាអាសនៈ2ភាគជាង2ភាគ3វាអាចធ្លាក់ចុះមកគ្រប់នឹងវាទៅកោម50+1ខ្ញុំវាមិនជឿយ៉ាងដូចនោះនៅទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងពេលដែលកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានកែលម្អនោះទេសូម្បីតែប្រជាពលរដ្ឋខ្លួនឯងក៏គាត់ដឹងច្បាស់ថាកាលពី2008គាត់មានអ្វីឥឡូវនេះគាត់ក៏ដឹងខ្លួនឯងថាដល់ឆ្នាំ2013ជិតបោះឆ្នោតគាត់មានអ្វីបន្ថែមលើពីឆ្នាំ2013កម្មការនីក៏បានដឹងខ្លួនឯងថាតើពេលបោះឆ្នោតឆ្នាំ2008នោះពេលនោះប្រាក់ខែបានប្រមាណកាលហ្នឹងដូចតែជាង50ទៅនៅជាង50ទេណាជាង50ហើយក្រោយមកដល់2010បានឡើងដល់61ឥឡូវឡើងដល់80ជំហានបន្តិចម្ដងឡើងដល់ចាប់ពីខែ5ហ្នឹងទៅប្រាក់ខែគោលរបស់កម្មករគឺមានចំនួន80ប៉ុន្តែនេះគឺជាប្រាក់ខែគោលហើយប្រាក់ខែគោលនេះបានសេចក្តីដែលចំកំណត់ថាប្រាក់ខែគោលសម្រាប់រោងចក្រកាត់ដេរស្បែកជើងមិនឲ្យទៀបជាង80ប៉ុន្តែបើរោងចក្រណាហើយហ៊ានឲ្យ200ក៏ឲ្យទៅមិនមានអ្នកណាហាមគាត់ទេអញ្ចឹងទេបានជាឥឡូវនេះគឺ
កំពុងប៉ុណ្ណឹងបញ្ជេញរកកម្មករបានជាកន្លែងខ្លះដាក់ផ្លាករកកម្មករដោយមានប្រាក់ឈ្នួល100ឬជាង100អញ្ចឹងទេឲ្យគេធ្វើទៅអានេះគ្រាន់តែថាលក្ខខណ្ឌនេះជាលក្ខខណ្ឌតម្រូវគេថាបាតអត់ឲ្យមកនៅក្រោម80ប៉ុន្តែបើអ្នកណាហើយដែលរោងចក្រសហគ្រាសដែលមានលទ្ធភាពបង្កើនបានលើសកាន់តែច្រើនគឺកាន់តែល្អអានេះគ្រាន់តែបរ៉ែនរបស់វាទេកុំឲ្យធ្លាក់មកនៅក្រោម80បាទអាហ្នឹងអបបរមាអាហ្នឹងកុំឲ្យទៀបជាងហ្នឹងអញ្ចឹងបើថាបរ៉ែនកុំឲ្យវាមកទៀបកុំឲ្យមកទៀបអាហ្នឹងគាត់កំណល់ឲ្យវាកលតែហ្នឹងប៉ុន្តែបើណៃហ៊ានឲ្យ200ហ៊ានឲ្យ300សុំជឿមកទៅហើយអាហ្នឹងគឺថាវារឿងហ្នឹងតែស្ថានភាពនេះកម្មករនៅនិយោជិតនៅនឹងកំពង់ផែក្រុងប្រទេសនោះទៀបបំផុតប្រហែលបាទ1,400,000ជាង300បាទ350អត់ទេអាមកជុំនោះពិបាកគិតទេពូនេះអាលើទៅលើអាកោមដល់គិតជាមកជុំទៅអាកោមឃើញខ្ញុំចង់សួរអ្នកទៀបបំផុត1,400,000មើលបងស្រីបានប្រហែលហ្នឹងតើតែ3នាក់ហ្នឹងមើល1,60,000មួយទៀតបាទ1,50,000មួយទៀតបាទ1,50,000បានមកលេខតើ1,60,000 1,50,000គួយចុះយើងឈឹកយើងទៅតែបានអញ្ចឹងទេក្នុងស្ថានភាពនេះយើងអត់មានចាប់ប្រកំឲ្យកម្មករនឹងទម្លាក់មកនៅត្រឹម80ទេប៉ុន្តែមានចំណុចខុសៗគ្នាកម្មករនៅតាមសណ្ដាគារកម្មករនៅតាមនេះតាមនោះប៉ុន្តែអ្វីដែលយើងចង់និយាយសម្ដៅនៅទីនេះគឺកម្មករកាត់ដេរនិងដេរស្បែកជើងដែលប្រាក់ខែអបវរមាគឺមិនឲ្យទាបជាង80ប៉ុន្តែបើកឱកាសឲ្យរោងចក្រសហគ្រាសធ្វើការប្រកួតប្រជែងទៅលើបញ្ហាប្រាក់ឈ្នួលរបស់កម្មករដោយផ្ដល់ឲ្យប្រាក់កម្មករឲ្យបានច្រើនកាន់តែច្រើនកាន់ល្អសេវាថែទាំសុខភាពកន្លែងស្នាក់នៅហូបអាហារឬការមើលកូនមើលចៅជាដើមគឺត្រូវតែឲ្យបានខ្ពស់ខិតខំឲ្យបានខ្ពស់កន្លែងណាធ្វើបានល្អគឺកាន់តែកម្មករកាន់តែពេញចិត្តធ្វើការកាន់តែល្អអញ្ចឹងទេចំណុចនេះយើងខំបីត្រូវបញ្ជាក់ថាសូម្បីតែប្រជាពលរដ្ឋខ្លួនឯងកិច្ចជាកសិករឬក៏កម្មករនៅក្នុងគ្រប់វិស័យក៏បានដឹងថាតើពីឆ្នាំ2008នៅការបោះឆ្នោតឆ្នាំ2008ទៅដល់ឆ្នាំការបោះឆ្នោតនៅតែ3ខែមិនដល់3ខែទៀតទេនឹងមកដល់នោះមានការរីកចម្រើនប៉ុណ្ណាត្រឹមតែប្រៀបធៀបប៉ុណ្ណឹងបើមិនចង់ប្រៀបធៀបពីឆ្នាំ79បើប្រៀបធៀបពីឆ្នាំ79មកអាហ្នឹងវាដាច់ស្រឡះហ្មងវាដាច់ស្រឡះខ្ញុំធ្លាប់បានលើកនៅកន្លែងនេះហើយខ្ញុំនៅតែមិនជឿថាគណៈបកប្រជាជនអាចទៅជាគណៈបកចាញ់ឆ្នោតមួយគេហៅថាចូលទៅដល់កាប់ឆ្នាំងនោះណាអាស្ថានភាពកាប់ឆ្នាំងព្រោះកំណើនពី51ទៅ64ពី64ទៅ73ពី73ទៅបក90អញ្ចឹងទេវាបែរជាធ្លាក់មកនៅត្រឹម40កៅអីវាអត់ត្រូវវាមិនតំណងតទៅសោះហើយមិនជឿអំពីបញ្ហាហ្នឹងប៉ុន្តែគេអ្នកឈ្នះអនុសេរីភាពគេអ្នកថាហើយខ្ញុំថាគណៈបកប្រជាជនឈ្នះក៏សេរីភាពខ្ញុំអ្នកថាដែរប៉ុន្តែអ្វីដែលសំខាន់គឺប្រជាជនម្ចាស់ឆ្នោតអ្នកធ្វើសេចក្តីសម្រេចចិត្តទេអ្នកធ្វើសេចក្តីសម្រេចចិត្តអញ្ចឹងទេខ្ញុំសូមបញ្ជាក់នៅទីនេះអំពីការរីកចម្រើនឡើងដែលតាក់ទងទៅនឹងខេត្តប្រសិទ្ធនោះក៏ដូចជាកំពង់ផែនេះដាច់ដライខ្ញុំទ្រាំរំលឹកហើយតហល់នៅទីនេះស្រាប់ហើយខ្ញុំនៅនឹកអនុស្សាវរីយ៍ច្រើនណាស់
ខ្ញុំមានអនុស្សាវរីយ៍ច្រើនពេកហើយអញ្ចឹងទេបានជាខ្ញុំប្រូផ្ដាច់រក្សានៅកន្លែងនេះគឺអាមិញបាញ់មិញខ្ញុំលើកអំពីផឹកទឹកនឹកដល់ប្រភពទឹកទទួលទានផ្លែឈើនឹកដល់អ្នកដាំឈើគឺនឹកទៅដល់សម្ដេចឪសម្ដេចតាសម្ដេចតាទូតប្របាទសម្ដេចព្រះបរមសីហនុដែលព្រះនាមរបស់ព្រះអង្គបច្ចុប្បន្នគឺព្រះបរមរតនកោដ្ឋដែលព្រះអង្គបានខិតខំកសាងប្រទេសនេះហើយច្រកនេះកាលពេលនោះឡើងកម្រិតទៅដល់7 million តោនទៅហើយប្រទេសដ៏តូចមួយនេះទំនាក់ទំនងពាណិជ្ជកម្មមានទំហំដល់ទៅកម្រិត7 million តោនដែលឆ្លងកាត់ក្នុងនោះស្រូវអង្គរនិងកៅស៊ូក៏ទៅបាននាំចេញតាមទីច្រើនព្រោះពេលនេះប្រទេសរបស់យើងមានកលក់ដល់ប្រទេសអាហ្វ្រិកប៉ុន្តែជាអកុសលរដ្ឋប្រហារ18 មីនា 1970បានបង្កើតសង្គ្រាមបានកើតពេញផ្ទៃប្រទេសមកហើយធ្លាក់មកដល់របបប៉ុលពតប៉ុន្តែមានអ្នកនយោបាយខ្លះហ៊ានរំលឹកកោតទោសតែ17 មេសាទេតែអត់ហ៊ានកោតទោសការធ្វើរដ្ឋប្រហារ18 មីនា 1970ទេបើសិនយើងជាអ្នកនយោបាយដែលហ៊ានទទួលខុសត្រូវចំពោះមុខការពិតនៃប្រវត្តិសាស្ត្រគឺទៅហ៊ានទទួលយកការពិតទាំងខុសទាំងត្រូវរាប់ទាំងហ៊ានកោតទោសសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរប៉ុន្តែគេអត់ហ៊ានប៉ះពាល់ជាមួយអ្នកឈ្លានពានកម្ពុជាកាលពីឆ្នាំ1970នេះគេអត់ហ៊ានទេព្រោះជាចវាយគេបច្ចុប្បន្នជាគេចាត់ទុកដូចជាគ្រូគេឪម៉ែរបស់គេចឹងហើយហ្នឹងប៉ុន្តែឥឡូវការជាក់ស្ដែងណាអ្នកគាំទ្ររបបលន់នល់អ្នកគាំទ្ររបបលន់នល់និយាយប៉ុណ្ណោះហ៊ាននិយាយចេញនេះតើលន់នល់ប្រសិទ្ធមតៈធ្វើរដ្ឋប្រហារពិតរដ្ឋហ៊ានឆ្លើយហើយរដ្ឋប្រហារនេះបន្ទាប់ពីរដ្ឋប្រហារអ្នកណាគាំទ្រគេហ៊ានកោតទោសអាមេរិកនិងវៀតណាមខាងត្បូងនិងប្រទេសមួយចំនួនដែលធ្វើការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញកម្ពុជានេះគេនិយាយត្រឹមតែ17 មេសាតែប៉ុណ្ណោះតែអត់ចាប់ផ្ដើមថាតើ17 មេសាចាប់ផ្ដើមពីអ្វីគឺចាប់ផ្ដើមពី18 មីនាហ្នឹងបើសិនអត់មាន18 មីនាណាវាអត់មាន17 មេសាទេហើយបើអត់មាន17 មេសាបកកើតឡើងនៃរបបបល័យពុរិសាវាក៏អត់មាន2 ធ្នូបកករណាសេដែរ78ដែរហើយវាក៏អត់មាន7 មករាឆ្នាំ 1979ដែរហើយវាក៏អត់មាន20 ទៅ3 ដុល្លារឆ្នាំ1991នៃកិច្ចព្រមព្រៀងប៉ារីសដែរអញ្ចឹងទេអ្នកនយោបាយទាំងឡាយក៏បីក្លាហានទទួលស្គាល់នៅការពិតសច្ចធម៌នៃប្រវត្តិសាស្ត្រព្រោះបានកើតឡើងយ៉ាងដូចនេះប៉ុន្តែអ្នកខ្លះអត់ហ៊ានតរសោះហើយអត់ហ៊ានប៉ះទៅខ្លាចប្រវត្តិសាស្ត្រសូម្បីជនជាតិអាមេរិកខ្លួនឯងក៏ហ៊ានទៅសេហើយគេទៅសេទៀតអំពីខួបនៃការដួលរលំនៃលំនៅខួបនៃការចាប់ផ្ដើមទម្លាក់គ្រាប់បែកដែលបញ្ជាដោយនីសុនគេហៅថារហូតដល់គេនិទានអំពីគេហៅថាការស្រស់ស្រូបពេលព្រឹកនោះទម្លាក់នៅក្នុងឯងណែព្រឹត្តិការណ៍ឆ្នាំ69នោះចឹងទេខ្ញុំគ្រាន់តែរំលឹកកន្លែងនេះបន្តិចបើទុកថ្វាយប្រការណាប្របាទសម្ដេចព្រះបរមសីហនុដែលបច្ចុប្បន្នព្រះបរមរតនកោដ្ឋដែលព្រះអង្គសោយទីមង្គតទៅគឺប្រហែលជាមកដល់ពេលនេះយើងមិនជួបសោកនាដកម្មហើយក៏មិនពិបាកដល់ពួកយើងកសាងឡើងវិញទៀតហើយក៏មិនចាំបាច់មានកំណោឆ្អឹងធ្លុកឈាមរំដៅសាក់សពនៅទូទាំងប្រទេសភាព TikTok ដែលបន្សល់ទុកឲ្យយើងកសាងដោយលំបាកនោះទេហើយខ្ញុំចងចាំណាស់
នៅអនុស្សាវរីយ៍ទាំងឡាយដែលខ្ញុំធ្វើជាប្រធានគណៈកម្មការរំដោះទំនិញពីកំពង់ផែកំពង់សោមនេះនឹកឃើញជានិច្ចជាពិសេសនឹកឃើញកម្មករចងជើងខោបាទចងជើងខោដើម្បីចាក់អានឹងរហូតបានខ្ញុំប្រាប់តហលកាលហ្នឹងរកឃើញយកមកធ្វើអាបាល់ក្រុងកាលនោះមានតហលមានតាគួននៅអូរតាមនៅអូរថ្ងៃមុនទៅសេរបស់មកលុយខ្ញុំនៅខ្ញុំស្មានតាគួនស្លាប់បាត់ហើយអញ្ចឹងទៅមករំដោះតំណែងកំពង់ផែនេះរំដោះតំណែងកំពង់ផែនេះហើយរដ្ឋមន្ត្រីសេដ្ឋកិច្ចហិរញ្ញសេដ្ឋកិច្ចនិងជីវភាពកាលពីជាន់នោះអាដាមមុខសុគន្ធបន្ទាប់ពីអាដាមមុខសុគន្ធមរណភាពទៅបានអាដាមរស់សម័យហើយនៅពេលនោះខ្ញុំមកទីនេះលំបាកណាស់អត់ប្រជាជនផងឲ្យកម្មកររបស់យើងរឹកនៅតាមហ្នឹងលីងកមិនមែនដងយោងដូចរាល់ថ្ងៃទេរាល់ថ្ងៃដងយោងស្ទួយទេកាលពីចំនួននោះអត់ចឹងទេលីទេហ្មងហើយលីហ្នឹងគឺថាជើងខោបានខ្ញុំប្រាប់តហូលណាយើងទៅប្រជុំនោះនៅអាដៃស្ថានភាព7ជាន់ណាហើយក៏ប្រជុំខ្ញុំថាតហូលកុំចាប់អារម្មណ៍ពេកឲ្យរឿងលួចជើងខោគាត់មួយតែពេលហ្នឹងយើងឲ្យរបបមិនឲ្យរបបនេះណាយើងឲ្យរបបទៅកម្មករឲ្យចុះប្រពន្ធគោម៉ៃវិញអញ្ចឹងចាប់ប្រើដាក់តាមជើងខោគាត់ថែហើយចំណងហ្នឹងមិនច្រើនមិនតាមចាយលុយវិញកាលអត់តាមចាយលុយបងហ្នឹងចាយកណាចាយកអញ្ចឹងទេបានរឿងនេះជារឿងដែលបានកើតឲ្យខ្ញុំប្រឹងប្រែងដើម្បីការពារកន្លែងនេះនៅចាំបានទេមានការចង់ធ្វើដាក់ទុនឯកជនមកទៅអាកន្លែងនេះcòn tuដាក់ទុនឯកជនទូដាក់ទុនឯកជនខ្លះcòn làសុំធ្វើប្រតិបត្តិការធ្វើប្រតិបត្តិការអត់បានកសាងអីធ្វើប្រតិបត្តិការតែទៅអត់ទេខ្ញុំបានប្រៀបធៀបឲ្យខ្ញុំថាកុំយកមកសៅខ្ញុំធ្វើនោះមកខ្ញុំស៊ីកុំយកមកសៅខ្ញុំធ្វើនោះមកខ្ញុំស៊ីចឹងទេឥឡូវបានជាខ្ញុំយកចំណុចនេះមករៀនឲ្យឆ្នាំព្រមមានការប៉ុនប៉ងធ្វើឯកជននៅបណិយកម្មកំពង់ផែនេះខ្ញុំមិនប្រយ៉ាងទេការពារបាននៅកំពង់ផែនេះឥឡូវយើងបានខ្ចីទុនពីជប៉ុនមកពង្រីកហើយខ្ញុំមកសភពលើកទី1គឺ100ណែ100ចិត្តលើកទី1 240ម៉ែត្រដល់សម្ពោធឲ្យលើកទី1 140ម៉ែត្រក៏បើកការដ្ឋានស្ថាបនាA 160ម៉ែត្រទៀតបូកសរុបទៅវាបាន400ម៉ែត្រអានឹងដំណាក់កាលធុលអា160អា140គឺចំណាំគីតលឹមហ្នឹងដល់អា160ម៉ែត្រនេះគឺចំណាំអាឡំសុនចន្ទរបន្តទៅទៀតយើងឆ្នាំទៅសម្ពោធដល់ប្រើប្រាស់ណាតំបន់សេដ្ឋកិច្ចពិសេសចង្អុលទៅតាណានៅកន្លែងខាងក្រោយហ្នឹងដើម្បីធ្វើតំបន់សេដ្ឋកិច្ចពិសេសហើយនឹងបន្តទៅកមុខទៀតនេះដែលយើងកំពុងតែដើម្បីនឹងគេថារៀបចំផែនការពិគ្រោះយោបល់ស្អីៗទៅបែបយ៉ាងដើម្បីកំពុងផែពហុបំរុងមួយទៀតដែលកំពុងផែនោះប្រើប្រាស់ជំរឿទឹកឲ្យមានជំរឿទឹករហូតទៅដល់10ប្រមាណម៉ែត្រនោះណា13ម៉ែត្រកន្លះដើម្បីធានាឲ្យកប៉ាល់មានទំហំដល់ទៅ50000តោដែលចូលបានឥឡូវយើងចូលបានប្រមាណណាប្រមាណ1000ប្រមាណ10,000បាទ20000
20,000 តោនអញ្ចឹងយើងអាចទម្រង់ព្រោះកប៉ាល់ខ្លះ 50,000 តោនយើងទៅផ្ទេរពីប្រទេសវៀតណាមសិង្ហបុរីដើម្បីចូលអាតិចជាង 20,000 តោនអញ្ចឹងទៅយើងត្រូវធ្វើជំរុញទឹកឲ្យពោះជាងនេះប៉ុន្តែក៏មានតម្រូវការនៃប្រតិបត្តិការដើម្បីនឹងធ្វើអាជីវកម្មប្រេងកាតចេញពីតំបន់នេះដើម្បីទៅតំបន់ដែលយើងរុករកប្រេងកាតនឹងធ្វើអាជីវកម្មប្រេងកាតនៅពេលកបុកដែរហើយអ្វីដែលជាការបន្តនោះគឺដោយដែលខ្ញុំក្រុមទុកគឺលក់ភាគហ៊ុននឹងតាមរយៈការនាំយកកំពង់ផែស្វយ័តរបស់យើងទៅចូលទីផ្សារមូលបត្រតែឥឡូវនេះនៅតែជ័យគ្នានៅឡើយព្រោះអត់ទាន់គ្រប់តម្រូវការគ្រប់លក្ខខណ្ឌនៅមានបញ្ហាសំញាំថារឿងបញ្ហាស្អីខ្ចីលុយគេយកមករវាងប្រាក់យន្តនិងដុល្លារនោះយ៉ាងម៉េចណាតែទូតគេយ៉ាងម៉េចព្រោះយន្តជាដុល្លារយើងជាដុល្លារប្រៀបធៀបទៅនឹងប្រាក់ដុល្លារហើយសងយ៉ាងម៉េចអីយ៉ាងម៉េចបូកជាមួយនឹងបញ្ហាមួយចំនួនផ្សេងទៀតអញ្ចឹងបានជាកំពង់ផែនេះជាគម្រោងដែលយើងយកចូលទីផ្សារមូលបត្រអញ្ចឹងទេការចូលទីផ្សារមូលបត្រវាមានផលប្រយោជន៍សម្រាប់យកទុនមកពង្រីកបន្ថែមប៉ុន្តែវាមិនបានធ្លាក់ទៅក្នុងដៃរបស់ឯកជនទេយើងគ្រប់គ្រងតាមរបៀបសហគ្រាសសាធារណៈដែលខ្ញុំសូមថ្លែងនៅការកោតសរសើរជាមួយការខិតខំទាំងអស់របស់អគ្គនាយកក៏ដូចជាថ្នាក់ដឹកនាំក្រុមប្រឹក្សាពិបាលដែលបានខិតខំធ្វើការនៅទីនេះបន្ថែមជាមួយនោះក៏ថ្លែងនៅការកោតសរសើរជាមួយនឹងការខិតខំដល់ទៅទៀតនៅផ្នែកពាក់ព័ន្ធដែលនៅក្រោមដំបូលតែមួយឯណាដំបូលតែមួយនៅខាងណានេះដំបូលតែមួយនេះខ្ញុំមកសពោនឆ្នាំណានឹងដូចជាឆ្នាំ2009ទាំងផ្នែកកយទាំងកម្មគនត្រូលទាំងនគរបាលសេដ្ឋកិច្ចអាស័យយកនៅដំបូលតែមួយអានឹងជាគំរូមួយនៃបទពិសោធន៍មិនត្រឹមតែបទពិសោធន៍នៅកន្លែងនេះទេគឺវាជាបទពិសោធន៍សម្រាប់ការអនុវត្តច្រកចេញចូលតែមួយនៅកន្លែងដទៃកំពង់ផែឬចំណតយន្តហោះឬក៏កន្លែងដទៃច្រកចេញចូលហើយវាក៏ជាគំរូនៃការអនុវត្តជាមួយនឹងការសម្រួលពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសយើងនិងប្រទេសដទៃគេហៅថាអាចកចេញចូលតែមួយ one stop service គឺឲ្យវាត្រូវទៅតាម standard នេះឯងដែលសម្រួលពេលវេលាបានច្រើនណាស់សូមការសរសើរជាមួយការខិតខំទាំងអស់នៅផ្នែកពាក់ព័ន្ធដែលបានធ្វើការនៅទីនេះហើយក៏សូមថ្លែងនៅការកោតសរសើរចំពោះអាជ្ញាធរក្រុមខេត្តពិសេសនោះក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលផ្ដល់នៅសហការល្អជាមួយនឹងកំពង់ផែដើម្បីគ្រប់គ្រងឲ្យកំពង់ផែនេះមានកំណើននៅក្នុងការដឹកជញ្ជូនដែលឆ្នាំ2001មាន2លាន4សែន39សែន384តោនហើយឆ្នាំ2012មាន2លាន6សែន59,785តោននេះក៏ជាចំណុចដែលយើងត្រូវគិតហើយនាវាវិញ2011នាវាឆ្លងកាត់ចូលកំពង់ផែនេះចំនួន877គ្រឿងដល់2012 941គ្រឿងកើន 7.30% ឯទំនិញកើន 9.04% ឯកុងតឺន័រឆ្លងកាត់ឆ្នាំ2011មាន 23,741 2012 មាន 25,574 កើន 7.33% នេះជាកំណើនដែលយើងកើតហើយប្រាក់ចំណូល
2011ជាង31លាន2012គឺជាង35លានគឺកំណើន14.05អញ្ចឹងទេបានវាកើតចំណុចនេះជាចំណុចដែលត្រូវមើលស្ថានភាពសេដ្ឋកិច្ចគេមើលនេះជាផ្នែកមួយនៃការអង្កេតខាងសេដ្ឋកិច្ចដែរផ្នែកមួយខ្ញុំនិយាយពីផ្នែកមួយនៃការពិនិត្យអំពីសេដ្ឋកិច្ចរបស់កម្ពុជាដែលហៅថាផ្នែកមួយមិនមែនបាននិយាយថាកំពង់ផែស្វយ័តក្រុងតឡែនោះវាជាចំណុចឆ្លងកាត់តែមួយគត់ទេគឺវាមានផ្នែកដទៃទៀតកំពង់ផែក្រុងភ្នំពេញកំពង់ផែកែវផុសច្រកចេញចូលតាមផ្លូវគោកជាប៉ោយប៉ែតជាបវត្តនឹងច្រកចេញចូលដល់ទៅទៀតខ្ញុំហៅជាផ្នែកមួយព្រោះខ្ញុំសោកស្ដាយណាស់គេហៅថាបណ្ឌិតដែលខ្ញុំមិនចង់ប្រើពាក្យអាក្រក់ទេខ្ញុំប្រើពាក្យនៅឯព្រៃវែងពីរលើកខ្ញុំថាការកសាងវត្តជាផ្នែកមួយនៃគោលនយោបាយសម្រាប់មនុស្សចាស់និងយុវជននិងកុមារបែរជាអ្នកវិភាគដែលខ្ញុំសូមហៅថាលោកបងឬលោកប្អូនកុំល្ងងពេកភាសាដែលគេហៅថាជាផ្នែកមួយគឺមិនមែនបានសេរីទាំងអស់ទេជាផ្នែកមួយនៃគោលនយោបាយរបស់មនុស្សចាស់យុវជននិងកុមារបែរជាគេយកថាការវិភាគនេះការគិតគូរនេះគឺខុសទាំងសងលោកហើយលោកស្ដាប់បានទេបើខ្ញុំថាជាគោលនយោបាយគោលសម្រាប់អានឹងទៅអស់លោកថានឹងត្រឹមត្រូវតែខ្ញុំថាជាផ្នែកមួយបានតែគេថាមនុស្សចាស់ត្រូវតែរកវត្តដើម្បីធ្វើបុណ្យទានមនុស្សចាស់មួយចំនួនត្រូវទិញប្រាក់តែនៅជាមួយនឹងលោកតែម្ដងជាផ្នែកមួយមិនមែនក៏ទៅដល់ទេអស់លោកតាំងខ្លួនជាបណ្ឌិតតែអស់លោកល្ងងទេហើយខ្ញុំវាមិនដឹងហៅថាម៉េចបើខ្ញុំគឺគ្រូវត្តធម្មទៅថាគេបណ្ឌិតល្ងងវាមិនកើតអញ្ចឹងមានតែលបងលោកប្អូនជាបណ្ឌិតសូមមេត្តាស្ដាប់ពាក្យឲ្យច្បាស់ជាផ្នែកមួយនៃគោលនយោបាយរបស់មនុស្សចាស់អញ្ចឹងបានតែគេថាជាផ្នែកមួយអាចនឹងមានចំណែក 5% ឬ 10%វាមិនមែនទាំងសុំទេព្រោះមនុស្សចាស់ទាំងអស់មិនមែនមនុស្សទាំងអស់ហ្នឹងសម្រាប់តែនៅវត្តឯណាគេមានកូនគេអញ្ចឹងដែរគេមាននៅការរឿងផ្សេងក្រៅពីគ្នាដែរហេតុអីបានទៅយកទៅវិភាគហើយតើគូខ្មាស់គេទេនាយករដ្ឋមន្ត្រីនិយាយដោយដាក់ក្បាលទូរទស្សន៍ប្រចាំគ្រប់តែទូរទស្សន៍ដល់ខ្លួនឯងវិភាគផ្សាយតាមវិទ្យុបរទេសឬវិទ្យុក្នុងស្រុកខ្លះគឺចាក់មកក្មេងៗគេពេកជ្រាយមានអ្នកខ្លះគេវាយមកឲ្យខ្ញុំគេធ្វើអធិប្បាយសម្ដេចបានមានរបបជាផ្នែកមួយនៃគោលនយោបាយសម្រាប់មនុស្សចាស់គាត់វិភាគទៅចំណុចនេះអញ្ចឹងទេសូម5ផ្ញើអ្នកវិភាគបើសិនជាអស់លោកស្ដាប់មិនច្បាស់កុំឲ្យវិភាគសេរីភាពលោកមានហើយក៏ប៉ុន្តែគេវាយតម្លៃលោកល្ងងទេមិនចេះសូម្បីតែប្រើពាក្យឥឡូវនេះសូម្បីនៅនេះខ្ញុំគ្រាន់តែទោះបីថាភាគច្រើននៃតំណែងឆ្លងកាត់នៅទីនេះតែខ្ញុំមិនបានប្រើស្ថានភាពគ្របដណ្ដប់នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលនេះជាផ្នែកមួយនៃការអង្កេតសេដ្ឋកិច្ចរបស់ប្រទេសទំហំនាំចេញនាំចូលឆ្លងកាត់តាមកំពង់ផែនេះគឺវាកាន់តែធំទៅនេះក៏បង្ហាញឲ្យឃើញអំពីវឌ្ឍនភាពនៃសេដ្ឋកិច្ចរួមរបស់ប្រទេសដែរឥឡូវយើងអនុវត្តនយោបាយឈរគេហៅថាបែរមុខទៅខាងក្រៅមានន័យថាម៉េចមានន័យថាយើងកំពុងប្រែក្លាយខ្លួនទៅជាប្រទេសនាំចេញដែលត្រូវជំរុញការផលិតនៅក្នុងប្រទេសដើម្បីជំរុញការនាំចេញ
ស្វែងរកទីផ្សារនៅខាងក្រៅរាជរដ្ឋាភិបាលត្រឹមណាស់ដើម្បីនឹងរកទីផ្សារនៅខាងក្រៅសម្រាប់ផលិតផលរបស់កម្ពុជាទាំងវិស័យកសិកម្មទាំងវិស័យឧស្សាហកម្មរាជរដ្ឋាភិបាលបានប្រឹងណាស់ដើម្បីនឹងបើកទីផ្សារនៅខាងក្រៅទៅបើកនៅអាមេរិកបើកនៅអឺរ៉ុបបើកនៅកាណាដាឬឲ្យទៅតាមស្រុកហើយចិត្តទាំងស្រុងបើកនៅចិនបើកនៅជប៉ុនបើកនៅកូរ៉េបើកនៅតំបន់អាស៊ានរបស់យើងនេះបន្តដល់ឆ្នាំ2015មែនពិតក៏ប៉ុន្តែប្រឹងបើកអគ្គរដ្ឋទូតម៉ាឡេក្នុងពេលដែលសុំលាខ្ញុំចេញទៅចំនួនបរិមាណដែលយើងនាំចេញនេះគឺអាចថាចំនួនក៏ច្រើនទៅម៉ាឡេព្រោះចិត្តនេះដែរទេដើម្បីឲ្យប្រជាពលរដ្ឋផលិតផលកសិកម្មរបស់កសិកររបស់យើងអាចនឹងលក់ចេញទៅក្រៅប្រទេសបានមិនមែនឈរនៅស្ងៀមទេរាជរដ្ឋាភិបាលបានដើរទៅរកទីផ្សារនៅខាងក្រៅជាមួយនឹងការទាក់ទាញការវិនិយោគមកក្នុងស្រុកដើម្បីឲ្យធ្វើការដាំដុះធ្វើការកែច្នៃដែលអំបញ្ញមិញគឺយើងមិនមែនត្រឹមតែចង់នាំចំណិតទៅលោមីស្ងួតនឹងចេញទេយើងចង់ឲ្យផលិតទៅជាផលិតផលសម្រាប់ដែលធ្វើចេញពីម្សៅនេះខាងប្រៃកាត់ដេរក៏ដូចគ្នាដែរយើងប្រឹងណាស់ដើម្បីនឹងបើកទីផ្សារបើមិនអាចបើកទីផ្សារបានទេគឺมันអាចមានការវិនិយោគបន្ថែមនៅរោងចក្រកាត់ដេរដើម្បីបង្កើតការងារធ្វើឲ្យកម្មការរីរបស់កូនកសិកររបស់យើងបានដែរប្រជាពលរដ្ឋរបស់យើងបានដែរអញ្ចឹងទេទាមទារឲ្យមានការបើកទីផ្សារនៅក្រៅប្រំប្រែងបើកទីផ្សារនៅក្រៅការដែលយើងខិតខំដើម្បីនាំប្រទេសចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោកការដែលយើងខិតខំចរចានៅក្នុងក្របខ័ណ្ឌដៃគូអាស៊ានហើយយើងជាតួអង្គអាស៊ានមួយក្នុងចំណោមអាស៊ានកំពុងចរចាតំបន់ពាណិជ្ជកម្មតំបន់សេដ្ឋកិច្ចទូលំទូលាយជាមួយដៃគូដទៃទៀតដែលរួមមានទាំងចិនទាំងឥណ្ឌាទាំងកូរ៉េទាំងជប៉ុនទាំងអូស្ត្រាលីនិងវេសេឡង់ក៏កំពុងតែរកទិសដៅនោះហើយឥឡូវកំពុងជាមួយហុងកុងអនុម័តនៅការប្រជុំកំពូលនៅប៊ុយណេក្នុងរយៈពេលកន្លងទៅឱកាសដែលយើងរួមជាមួយអាស៊ានដើម្បីបើកតំបន់ពាណិជ្ជកម្មសេរីអាស៊ានចិនអាស៊ានកូរ៉េអាស៊ានជប៉ុនអាស៊ានឥណ្ឌាអាស៊ាននិងដៃគូដទៃទៀតគឺជាបើកឱកាសសម្រាប់កម្ពុជាមកសល់មិនជាខួបលើកទី14នៃការដែលកម្ពុជាចូលរួមជាអាស៊ានជាសមាជិកអាស៊ាន30មេសា1999ម្សិលមិញនេះឯងចាំដល់ឆ្នាំ2015ចាំយើងធ្វើ2014ខួបលើកទី15ចាំយើងធ្វើពិធីសម្ដែងសម្ដែងមួយដើម្បីបូកសរុបលទ្ធផលអំពីអ្វីទៅដែលយើងទទួលបានពីអាស៊ានចាំនេះយើងអត់បានទេចាំឆ្នាំ2014ខួបលើកទី15នៃការដែលយើងចូលរួមអាស៊ានចូលប្រសិទ្ធសុំចាត់រលអីរំលឹកអាហ្នឹងដល់ពេលនោះដើម្បីយើងធ្វើវេទិកាមួយដើម្បីប្រមូលបញ្ញវន្តប្រមូលគ្រប់មជ្ឈដ្ឋានហើយក្នុងនោះមានយុវជនផងដែរដើម្បីចូលរួមជាមួយយើងតើយើងទទួលផលប្រយោជន៍អ្វីខ្លះពីអាស៊ានអញ្ចឹងទេចំណុចទាំងអស់យើងក៏ត្រូវអង្កេតតាមដាននៃសេដ្ឋកិច្ចហើយច្រកចេញចូលនៃកំពង់ផែស្វយ័តក្រុងប្រសិទ្ធនោះក៏ជាផ្នែកដ៏សំខាន់មួយ
នៃការដែលយើងអង្កេតសេដ្ឋកិច្ចឆ្នាំ2009កំពង់ផែនេះធ្លាក់ចុះនៅចំនួនដឹកជញ្ជូនកំពង់ផែនេះធ្លាក់ចុះយើងតាមដាននៅបរិមាណចំនួនតំណែងឆ្លងកាត់នៅពេលវិបត្តិសេដ្ឋកិច្ចហេរ៉ៃវត្ថុបានចាប់ផ្ដើមនៅកន្លែងនេះមានការធ្លាក់ចុះដឹកជញ្ជូនឆ្លងកាត់ធ្លាក់ចុះឥឡូវដឹកជញ្ជូនឆ្លងកាត់មានការកើនឡើងវាបង្ហាញឲ្យជាសូចនាករមួយបង្ហាញឲ្យឃើញអំពីការរីកចម្រើននៃការនាំចេញរបស់កម្ពុជាដែរក៏ប៉ុន្តែយើងក៏មិនត្រូវភ្លេចថាយើងក៏មានទំហំនៃការនាំចូលច្រើនដែរយើងនាំចេញផ្នែកវិជ្ជាភ័ណ្ឌទំហំជាង 4,000 លានជាង 4,000 លានហើយនៅផ្នែកដទៃទៀតទំហំប្រមាណសរុបប្រមាណជា 5,000 លានប្រហែលជា 5,000 លានប៉ុន្តែយើងមិនត្រូវភ្លេចគ្រាន់តែជាប់ព្រំដែនពីរប្រទេសជាប់ជាមួយយើងពីរប្រទេសជាប់ជាមួយយើងជាមួយនឹងថៃជិត 3,000 លាន 3,000 លានជាមួយវៀតណាមក៏ជិត 3,000 លានដែរជាប់តែពីរនេះទំហំពាណិជ្ជកម្មទ្វេទិសឯយើងជាមួយចិនបានកើនឡើងលើសពីគម្រោងគឺរហូតទំហំដែលខ្ញុំជាមួយអាដាមនាយករដ្ឋមន្ត្រីវិញជាបើអតីតនាយករដ្ឋមន្ត្រីជួយដាក់ចេញនៅឆ្នាំ2010ថាសម្រេចឲ្យបាននៅឆ្នាំ2015គឺចំនួន 2,500 លានសាប់ដល់ឆ្នាំ2012សម្រេចរួចលើសទៅហើយដល់អញ្ចឹងជាមួយអតីតប្រធានាធិបតីហ៊ុនសែនតើក៏បានដាក់ចេញថាដល់ឆ្នាំ2017ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវឲ្យមានកំណើនដល់ 5,000 លានអញ្ចឹងប្រទេសដ៏តូចមួយនេះទំហំពាណិជ្ជកម្មមានទំហំមិនតូចនោះទេប៉ុន្តែវាមិនមែនបានមកដោយការចៃដន្យការបណ្ដេញអ្នកវិនិយោគទេតែជាសំណើរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធដីរឹងទាំងហេដ្ឋារចនាសម្ព័ន្ធត្រីទុនដើម្បីទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជាហេដ្ឋារចនាសម្ព័ន្ធដីរឹងឧទាហរណ៍កំពង់ផែនេះជាដើមអានឹងរាប់ផ្នែករឹងផ្លូវថ្នល់ស្ពានអគ្គិសនីទឹកស្អាតដើម្បីទាក់ទាញអ្នកវិនិយោគមកធ្វើម៉េចហើយអាកាសយានដ្ឋានក៏ជាត្រីរឹងដែរឯផ្នែកទុនមានស្ថាប័នមានផ្លូវច្បាប់បទបញ្ញត្តិនិងធនធានមនុស្សជាដើមគឺផ្នែកទុនទាំងរឹងទាំងទុនយើងធ្វើទាំងអស់ដើម្បីធានាឲ្យអ្នកវិនិយោគចូលមកវិនិយោគកាន់តែច្រើនប្រទេសមានវិនិយោគកាន់តែច្រើនគឺប្រទេសកាន់តែជឿនលឿនកុំថាឡើយប្រទេសកម្ពុជានៅកីខសូម្បីតែអាមេរិកបារាំងឬប្រទេសនៅអឺរ៉ុបដែលជឿនលឿនត្រូវការវិនិយោគថ្មីៗហើយជាពិសេសគេត្រូវការ IDI គេហៅថាណែវិនិយោគផ្ទាល់ពីបរទេសអាមេរិកត្រូវការវិនិយោគពីជប៉ុនត្រូវការវិនិយោគពីប្រទេសនេះចូលដែរប្រទេសទាំងអស់នៅលើពិភពលោករាប់ទាំងមានអ្នកក្រសុទ្ធតែត្រូវការអ្នកវិនិយោគអញ្ចឹងយើងធ្វើនយោបាយមិនមែនជានយោបាយបណ្ដេញអ្នកវិនិយោគទេតែជានយោបាយនាំអ្នកវិនិយោគចូលមកដើម្បីបង្កើតផលិតផលក្នុងស្រុករបស់យើងសម្រាប់បម្រើឲ្យសេដ្ឋកិច្ចការក្នុងស្រុកផងសម្រាប់ការនាំចេញផងសម្រាប់បង្កើតការងារផងនិងបង្កើនប្រាក់ចំណូលឲ្យប្រជាពលរដ្ឋរបស់យើងឧទាហរណ៍ក្រំទៅបញ្ហាដលងមីមួយមុខនេះបើសិនជាយើងវិនិយោគបានក្នុងស្រុកទាញវិនិយោគបានតម្លៃបន្ថែមដែលចេញមកអំពីបញ្ហាដំឡូងនេះពិតជាធំវាគេកែច្នៃទៅជាចំណីសត្វទៅជាអាកុលអីអេតាណុលអីគេនោះទៅជាស្អីដទៃទៀតកសិករយើងដាំដលងគឺមានទីផ្សារនោះគឺរោងចក្រក្រៅពីដាំខ្លួនឯងកូនដែលនៅសល់កម្លាំងពលកម្មអាចធ្វើការក្នុងរោងចក្រទទួលបានប្រាក់ខែទៀតផលចំណេញនៅទីនេះវាធំម៉ាស៊ីនកាន់ស្រូវក៏ដូចគ្នា
dương nom tranh sờ dương khát cái tuộc khát trồng co khát cam toàn tay bảo dương tiên nhẹ video mọc làm mấy bậc cao rộng chạy cần sờ po có nom tranh mình chơi được cần hay bọc cái bọc này hay nom tranh như họ tên tới standard po về giang mạch hay giang mạch bạประมาณเท่าไรสมมติvề giang mạch xây giang mạch tay tờ lên mà bao cái bông phái không một phí rồi cái tranh từ là vì năng tay ban tập làm ngay không một phí pin đây cái phá cái hạt vô đi bởi dương vì là vô ban dương năng chồng năng cái tụ chồng co càng nghe thương cam đã bay chỉ chân sạch nơi không tập đi chân tôi thì vô ban bỏ dương khất không kê là mô bản san video đã bay tiên video mà căn vật là bao nhiêu mà mấy chia là vô bạn đánh nẹ video đi đánh nẹ video đi hai nẹ video của chơi tầm mau chơi bà đã rập trang chụp bón này chụp bón trong cờ ní cứ cao mà chụp bón trong cờ ní còn nam cao căng mà cao căng và sau mấy cái cho hai cái khai chụp bón ở cao sầm liên thì đã bay co sang ập lên tèm chùm cao sầm liên tiếp trong có bạn ô con còn đây trong ta ở con tìm mua đòn thư plei cho mà plei là nếu như cái này cái chụp bón chừng ô con chụp bón từ tôi ăn là tiên đi chụp bón toàn đây chụp bón bàn thư plei cái hai thà plei cứ plei lấy muối nâng tiên để lương và tao tới thư plei lấy tao này chỉ cả tao cho tì cái nào mà bỏ vô phóng tao cho nó rồi biên thành cái bộ rồi có khác mà là bọn mình con rồi có gì kem có khôn con vui tiết à con na đại nam ban cho hạt lấy khá một bọc nào thôi dưới thòng đôi con nó có gai năm pi toàn mấy á tôi để cho kem cam để vô bái còn bây giờ tôi khác tha trăm bạc ra tha ba mấy hai rồi có trăm cõi bọc sao một bọc sao trăm cõi bọc sao còn là lấy ăn nên là na trăm cõi bọc sao tiết để cho hạt lấy khá một nữa pro trong mình cất ta này là nó ai vô pro sự việc cá với quát từ bốc hay vừa quát từ bốc chẳng đến trong để giấy cứ hạt đôi chỉ tràm pe giỏi còn té việc cua tay để dây đại cái tôm cái này như chỉ có bao nhiêu lấy nhựa dương to ơi to cũng đây lao luôn còn cái complete than đi chiếc cho cái áo thả tô muối cái nông trường nào tô đằng bay cứ tô xây cây tô thì muối cứ đồng bần tô thì pi cứ cầm được dân đâu tô thì bấy cứ tô xiêm hiệp khi ông có phong tép khất khom đầm rong từ đó cổ đàn này cả bài khai phun phía ấy san tôi chiếc tô xây từ cách ti buộc nơi của man tram có một đi đại chia đầm đoan cũng xa cản dạng thông nâng tỷ lục tam là dựa ca viên vô phong nàng tam là dựa ca đó cam là rất đấy chun và chia bọt phòng này hỏi nơi tỷ đấy ngày đi mùi vừa đó dù chân sma chất còn đôi chia dù chân này sôi giờ này một tay sôi giờ đây các bạn mà trôi room tầm 5 crom còn đấy anh nhát ở kia ban thì dây một tay mấy tệ thông là ca đi chùm ba là bóc cái vùng phai là bóc crom đi dương cái ca đi chùm ba là bóc crom này lấy ní cứ crom cái nô miên sạt tan là biết khó play ca bị bồn hơi muốn nô nơi bê thua mà san là bát lược tì trạm mà san bát lược tì trạmเราบอกคณะตัดอยู่ช่วงในชั้นมาพอปี1985ខ្ញុំក៏បានចុះទៅខេត្តមួយចំនួនក្នុងនោះមានខេត្តកកុងហើយចេញពីកកុងមកខេត្តកាលហ្នឹងហៅខេត្តកំពង់សោមហៅក្រុងកំពង់សោមអញ្ចឹងទេខ្ញុំសួរទៅហូលថាតើដាក់អីជាកោដៅជាមុខព្រួយសេដ្ឋកិច្ចកាលហ្នឹងគឺមហាសន្និបាតដាក់ចេញមុខព្រួយសេដ្ឋកិច្ច4ស្រូវកៅស៊ូនេសាទ
ហើយទៅឈឺណាបើអញ្ចឹងតហោដាក់ស្រូវគេដែរបាទសូមគួរចូលមេចាស់ដែលនៅសល់នៅមួយហើយនៅពុំវានោះតែគាត់ចូលទៅវត្តហើយតែអត់តាមទៅណាទេកុំឲ្យទៅណានៅវិញកូនចៅទេបញ្ជាខ្ញុំតគាត់នៅជាមួយនឹងសុខស្រួលតារបញ្ជាតបមិនធម្មតាទេអត់ធម្មតាទេអញ្ចឹងទេខ្ញុំថាបងឯងទៅដាក់អានេះណាស្រូវបងឯងមានស្រូវឯណាទៅមុខមកកពេចទៅបងឯងមានស្រូវប្រមាណហិតាទៅដាក់ស្រូវវាខុសរឿងបងឯងជាមួយនេសាទជាមួយនេសាទប៉ុន្តែគោលដៅមុខព្រួយសេដ្ឋកិច្ចដែលដាក់កាលពីឆ្នាំទសវត្សរ៍80វាអត់ត្រូវនៅពេលនេះទេឥឡូវពេលនេះមុខព្រួយសេដ្ឋកិច្ចរបស់ក្រុមបេណូប្រែទៅហើយដែលมันអាចយកមុខព្រួយសេដ្ឋកិច្ចនៅក្នុងកលៈទេសៈមុនយកមកអនុវត្តបានទៀតទេក្នុងនោះបញ្ហានេសាទក៏នៅតែជាបញ្ហាផលរបស់ប្រជាពលរដ្ឋប៉ុន្តែក្រៅពីនោះគឺបញ្ហាឧស្សាហកម្មនិងសេវាគឺជាគោលដៅធំនៅក្នុងនេះក្នុងនោះគឺឧទាហរណ៍តេតិនជាមួយនឹងបញ្ហាកំពង់ផែនេះវាមិនសេវាមួយទេសចរគ្រាន់តែប្រមាណឆ្នាំប្រមាណខែឆ្នាំទៅទេសចរ87,000 នាក់87,000 នាក់ហើយគ្រាន់តែឆ្លងឆ្នាំនេះបានដល់ទៅ92,000 នាក់ឆ្លងគ្រាន់តែឆ្លងឆ្នាំមួយឆ្នាំមកអត់តន់គិតឲ្យប្រមាណខែនេះប៉ុន្តែរៀងធ្លាក់បន្តិចណាអញ្ចឹងបានខ្ញុំប្រាប់នៅនោះមិនមែនទេតំបន់តែមួយគប់ដែលគេមកលេងទេសេវាទៅល្អតម្លៃទៅថោកបើមិនអញ្ចឹងគេអត់មកទេគេទៅកែបគេទៅបូកគោគេទៅកោះកុំគេទៅសៀមរាបគេទៅតំបន់ដទៃដូច្នេះត្រូវប្រយ័ត្នប្រយែងតំបន់ប្រគួតប្រជែងប្រយ័ត្នតែលក់ថ្លៃកោក្បាលកោមិនដាក់ទឹកលោកឯងអត់ទេសចរអញ្ចឹងសេវាហើយនឹងបញ្ហាសុវត្ថិភាពកន្លងទៅឬថាចូលស្រាប់ហើយអត់មានគ្រោះថ្នាក់ស្រាប់មនុស្សហ៎2 នាក់ 3 នាក់នៅតែមានស្លាប់ចូលឆ្នាំហ៎អានឹងគេថាគ្រោះថ្នាក់ចរាចរណ៍ណាអញ្ចឹងទៀតកន្លែងនេះមានទាំងបញ្ហានេសាទគឺនៅបន្តដែលឥឡូវនេះគឺថាមានទូកនេសាទរហូតដល់1650 គ្រឿងនោះអា13សេះដល់33សេះ1361 គ្រឿងអា33សេះឡើងលើមាន289 គ្រឿងតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណមាន22នេះតំបន់សេដ្ឋកិច្ចពិសេសមានតែ3ហើយនៅមួយបាត់ត្រាំងហើយនឹងជាប់នឹងនេះនឹងនៅណាស្ទឹងហើយដូចឃើញធ្វើបានកើតស្ទឹងហើយកំពង់ផែណាហ្នឹងបានថាវ័យអាបាត់ត្រាំងកំពង់ផែហើយស្ទឹងហើយនៅជាមួយនោះអញ្ចឹងតំបន់រោងចក្រសហគ្រាសមួយចំនួនក៏កើតនៅក្នុងតំបន់នេះដែលទាមទារឲ្យអ្នកទាំងឡាយដែលជាម្ចាស់រោងចក្រស្អីទៅគិតអំពីបញ្ហាផ្ទះសំណាក់កម្មករបើសិនជាចង់បានកម្មករពេលហ្នឹងទៅរត់កម្លាំងរៀងមិនចាំបាច់ទៅដំណើរអីតាមផ្លូវអីតវ៉ាទេអាហ្នឹងគឺថាត្រូវកែគាត់ចេះណាស់ធ្វើម៉េចដើម្បីប្រកបបានកម្មករគាត់ត្រូវ
រៀបចំបែបណាលក្ខខណ្ឌការងារបែបណាស្អីបែបណាទៅអាចបានមានកម្មករអញ្ចឹងទេត្រូវខិតខំបន្តទៅទៀតដើម្បីឲ្យតំបន់ខេត្តប្រសិទ្ធនុរបស់យើងមានការរីកចម្រើនជាបន្តទៅទៀតតាមមានគ្មានអ្វីក្រៅពីការកាត់កំទេហើយថ្ងៃនេះក្មួយដែលវាស់វែងដីក៏ដូចជាមន្ត្រីសូរិយោដីបានមកជួបជុំនៅទីនេះហើយអរគុណគួយកូនដែលបានខិតខំធ្វើការងារសម្រាប់បម្រើដល់ប្រជាពលរដ្ឋគឺក្រុម100កាលពីមុនធ្វើផ្ទះឲ្យប្រជាពលរដ្ឋឥឡូវក្រុម100ក៏មានធ្វើផ្ទះឲ្យប្រជាពលរដ្ឋទៀតណាការថោកគឿននៅគឺមានធ្វើផ្ទះឯណានាយរតនៈ99ហើយចុះនៅព្រៃនប់ឃុំជើងគោភូមិតានីបរិញ្ញាបត្រភាសាអង់គ្លេស Do you speak English អត់ចេះតែប៉ុណ្ណឹងអូកុំយើងតទៀតណាជុំសួនវិធរៈប្រធានក្រុម100មិញវិស្វករសំណង់ឆ្នាំទី4បន្តិចទៀតខ្លាយទៅអ្នកគូប្លង់កំពង់ផែឆ្នាំទី4អត់តជាប់ណាតែជាប់ខាងណាបាទចាប់ក្នុងកោហើយចឹងមកអញ្ចឹងមិនខានរៀនទេតែទៅបណ្ដាអីអានេះគេមានបច្ចេកទេសសាលារបស់គេស្អីបន្តរៀនបន្តអីនេះសុំកុសល112ចុះនៅឃុំទឹកថ្លាកំពង់នោះសពពេលប្រក់បរិញ្ញាបត្រគណិតវិទ្យា1+1ស្មើប៉ុន្មានធំជាង2ណាធំជាង2ប៉ុន្តែមានពេលខ្លះ1+1ស្មើតែ1អាហ្នឹងជានយោបាយមានកន្លែងខ្លះ1+1គឺស្មើ1មានតែ1+1ស្មើ1អត់មានអីលើអត់មានអីខ្វះអាហ្នឹងកលិតវិជាបែបថ្មីរបស់អ្នកនយោបាយទេវឿនធារាបរិញ្ញាបត្រធនាគារនិងហិរញ្ញវត្ថុជាចន្ទោមកបុកទុកឲ្យហើយមកទុកឲ្យហើយកាងប្រៃសំណងហើយស្អីនេះមានវាសនាមកពីស្វាយរៀងបរិញ្ញាបត្រអភិវឌ្ឍជនបទទៀតក្រសួងអភិវឌ្ឍមកបុកទុកឲ្យហើយនៅសិទ្ធិបេក្ខជនអរគុណណាស់កូនក៏ដូចជាមន្ត្រីសូរិយោដីដែលបានប្រឹងប្រែងធ្វើការងារក្នុងរយៈពេលកន្លងទៅក្នុងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋរបស់យើងបន្តការងារនេះជាមួយនឹងមន្ត្រីសូរិយោដីជាមួយនឹងអាជ្ញាធរនៅនឹងកន្លែងហើយខិតខំបម្រើប្រជាពលរដ្ឋដែលយើងទៅដល់អរគុណនិងកោតសរសើរចំពោះអ្នកទាំងអស់គ្នាដែលបានក្រៅពីការងារវាស់វែងដីធ្លីជួយប្រជាពលរដ្ឋនៅបានធ្វើការងារសង្គមជួយដល់ប្រជាពលរដ្ឋហើយពីទីនេះខ្ញុំក៏សូមយកឱកាសនេះថ្លែងជូននៅការកោតសរសើរនិងអរគុណចំពោះមេដាបិតាអាណាព្យាបាលទាំងឡាយដែលបានអនុញ្ញាតឲ្យកូនចៅរហូតទៅដល់អ្នកខ្លះមានគេថាជាប្តីជាឪពុកឲ្យមកចូលរួមវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនេះគឺជារឿងមួយដ៏សំខាន់ហើយកូនសួរបានសួរហើយតើមានបានស្ដាប់ឲ្យជំនាញថ្មីហើយនៅបណ្ដាពុកម៉ែពុកជំរឿនពីបននេះសំខាន់ណាស់ហើយបើសិនជាទូទស្សន៍បាយ័នអាចទៅបានសូមកុំភ្លេចចាក់អាបទជំរឿនក្នុងនីតិវប្បធម៌មានជំរឿនពីបទដែលព្រះរាជារបស់ខ្ញុំជំរឿនរបស់អូននេះពិភាក្សានេះតាមទូរស័ព្ទឲ្យទៅជំរឿនរបស់បទចេញផ្សាយវគ្គទី1នោះគឺបទពុកម៉ែនៅក្បែរកូនចនិចបទនេះប្រូណាដល់អាបទទី2នេះគឺបណ្ដាំម៉ែពុក
บทนี้คือจองสำหรับให้เมียนในกรมกรมสารน้องอ้อยก็ไปยุกจะอาจจะเป็นนี่นะในตีว่าปตยุกไม่ก็จะอาจจะเป็นนั่นในตีว่าปตยุกไม่จะเป็นนั่นปตปีสายเรื่องใดโกนโปรกราบหรือประจันเป็นบ่อยไม่ให้ก็จะเป็นนั่นเปลี่ยนปัจจัยพิธีกรนั้นก็เชื่อแต่จอมบอลเหล่าตั้งปีเมาผมพูดเดี๋ยวบัดตัวน้องก็จอมบอลเอาเงินไปจะเป็นยังได้กูจะเป็นนั่นดาบใบพาวตามเตยโกนนั่งอยู่จนแต่เจอยู่จนก็พงเจ้าวัวเวงใดที่ก็เราเชื่อมาใจเจ้าวัวเวงใดที่พองได้บ่ดำนี่บ่ดำตั้งปีเรื่องปัญหาบ่กะไรมันจะบาดได้กบโชจำสิมาดอกสั้นดอกมีดบ่ซองใส่กับเนื้อมีดนะเตะเพลียงเตะใส่นั่นคือทางกงแต่เธออย่างไม่จะเรียนนี่ตัวได้จินวัฒนาได้เชียนได้จะเรียนนักบอลเฮิร์นได้ก็รอบันเนี่ยมันแน่เทียบกลายปีสู้ซองเวชาคือจะเรียนนี่ใจเมาจันlấy xong họ vào ra to họ con này đóng sẽ bóng ra từng lúc sắp bật bánh thá chặt bị khai đi tới khai present nó chui chân thay tực sầm ráp trang du của chúng nâng sầm ráp trang công võ vên đầy ly xong họ ra to mùi phò chân bàn khai buôn này vùng cham cặp bốt cặp vùng spứ khaiประเด็นนะบาดบูนะยันถ้ามาแค่จะเชื่อมเป็นเลี้ยงนะเป็นได้ประหยัดนะประหยัดแต่ลืมทานลงไอ้จงไตรปรับสับแต่ลงไอ้ตุ๊บตัวđóประหยัดตุ๊บอชอบสุภาพเลยอาบานเลยเนี่ยโปรปัญหาโดยตามท่าบันไตรแต่หลายก็โดยเชื่อปีเสกโกนเชื่อที่สัตว์เนี่ยพวกมันได้เอาเมาทัวการนี่เหมือนใบเหลืองธรรมดาตามไทยต้มอะไรนั่งดาวหน้าโกนเครื่องไอ้โกนคลาตอนแรกหลังเงี้ยแม่งตอนแรกไอ้ทำไมไอ้เดาซาเวออนเมืองฟงอะไรชื่อภาษาไหมตอนแรกไอ้ทำไมโจตะเวียนั่นก็ท่าชื่อภาษาอังกฤษนะแต่เกิดหายตัวซับประมาณมันดังอย่างไม้โกนมวยนั่งเวมันเลิกตัวซับใหม่ต่อแต่ดักเตยตะมองแต่ please call to me soon เดี๋ยวมันส่งมาสอกไม่เลยจังดักจังเตยโดยจังเตยสับเตยต่อต่อพอดไปดังเตยก็ให้มาแหวนเรื่องก่อนจะตัวซับเพื่อด่าใส่เล่นหลดโกนนั่งมันนั่งแต่ดาวเหียนจารกรรมจะเป็นเตยยับมาได้เลยตาการนาจะมาชูบเยอะกว่ามันได้เยอะตู้ซับมาดักไกลเยอะเลยพอปัญหาที่วิจิปัญหาซ้ำซ้ำมวยได้ประตูโกงรวมกันให้ผู้วิเมียนแต่ว่าจังในเปิดได้เรื่องกุยแต่เจคิดเรื่องไอ้กุยวิอดเยอะตู้ซับได้เจดิโปรเจกต์ตบล็อกธรรมดากุยควายตู้ซับนั่งเยอะได้เกยอาจเป็นถูกจุดเล่นบ้านก็ท่าบ้านอันนั้นไปเจอกันตีจำนำทำไมอะไรดิยืนเย่ในนั้นตีสลับในน้าอันนั้นคือเรื่องเรื่องตอนกระทำส่งเชิญตู้ซับเมาเพลียบแต่ก็ชูว่าแต่ให้ตู้ซับเมาดาทั้งตู้ซับนั่นคือด่าใส่ลันไอ้ด่าในจังไงปันดาใส่ลันปันดาตัวไม่ใช่โจแต่วิลิโซสำเร็จยังว่าเอาเบอร์คือเอาเวียนะอันนั้นคือเวียจังจังเอาคนได้เราสบายสบายเอาปกรณ์นะไงในการมวยจับประหยัดอัดตะกุยไงนั่งดูตาเปล่าใบความตาเปล่าใบหรือใบจมูกใบจมูกปัญจวนกายเยอะใบจมูกกี่คลายเนี่ยท้องเลยประมาณที่อะไรนั่นคือจองเอาแต่งบันเตยแต่งอยู่ช่วงจองเอาจะไว้แค่ใบจมูกแต่ร้องหรือยังไงเอาใบจมูกแต่ร้องสนุกกับมั่งนะยังให้ตามchất hai tam chất sẽ bóng ra đấy cứ đâu
រឿងឆ្កែកាំជើងនេះក្នុងរឿងនេះឆ្កែកាំជើងនេះគឺឆ្កែវានោះស្លាកដល់ណាឆ្កែកាំជើងហើយពេលហ្នឹងខ្ញុំឲ្យពេលដែលឆ្កែកាំជើងពេលហ្នឹងដើរកាត់តាមកន្លែងមកគេនោះហើយតបានឆ្នាំកតាប្រហែលដើម្បីប្រហែលបើយោចាប់តដើរចេញផុតមកមើលឆ្កែរត់មកតបាក់កាំជើងហើយពេលហ្នឹងខ្ញុំនឹកឃើញមកខ្ញុំថាខ្ញុំនិយាយជាមួយគ្នាយើងហ្នឹងថាឆ្កែវាមុតមានសិទ្ធិជាងយើងវិញព្រោះចេះពេលហ្នឹងប្រពន្ធខ្ញុំកំពុងពោះធំអត់មានសិទ្ធិការពារអាប្រពន្ធពោះធំនោះផងតែឆ្កែមានសិទ្ធិជាងយើងវាមានសិទ្ធិការពារកូនវាមកខាត់យើងឯងស្លាកដល់ថ្ងៃការចំណាំនោះឆ្កែមានសិទ្ធិជាងមនុស្សព្រោះមានសិទ្ធិការពារហើយមើលឆ្កែរបស់ណែឆ្កែរបស់សារ៉ាត់ហ្នឹងក្រៅពីខាំជើងហ្នឹងអាថ្ងៃខ្ញុំរត់ហ្នឹងគ្រឿងបាច់វាព្រោះពីនោះមកវាឆ្កែហ្នឹងតងប់នៅណាបាទរត់ចោលកូនឆ្កែរត់តែពួកនោះកាប់ស៊ីហើយលោកវាចឹងហើយនិយាយលេងនិយាយតែប៉ុណ្ណឹងទៅចោលក្តៅណាស់ហើយប៉ុន្តែអ្នកនៅតាមរោងចក្រដែលគេជប់លៀងគេរំលេងចាប់ឆ្នោតខ្លះបវរកញ្ញារោងចក្រអើយមានបវរកញ្ញារោងចក្រទៀតហើយថ្ងៃនេះប៉ុណ្ណឹងទៅចោលគឺខ្ញុំនាំមកសម្រាប់កម្មករកម្មការនីនៅក្នុងអង្គវិធីនេះគឺថា1321នាក់ហើយក្រុមហ្នឹងគឺថាអាដាមស្បោកសារ៉ារៀបចំទៅអស់ឆ្នាំហ្នឹងខ្ញុំមកទៅដៃទៅទេទៅបានក្នុងម្នាក់ហ្នឹងអាវដៃខ្លីហ្នឹងមួយពះហើយអេថវិកានោះ50000រៀលសម្រាប់ម្នាក់ជួនវិរៈយុវជនស្ម័គ្រចិត្តខេត្តប្រសេនុ5ក្រុមនិងក្រុមបច្ចេកទេស5ក្រុមទាំងអស់10ក្រុមក្នុងមួយក្រុមថវិកានោះ1លានរៀលហើយជួនក្រុមតន្ត្រីសម័យថវិកានោះ1លានរៀលដែរហើយតែដល់លោកយុវជនបានរៀបចំទាំងក្រុមយុវជនផងទាំងអស់ហើយសូមក្មួយនឹងលោកមន្ត្រីត្រឡប់ទៅវិញ5ផ្ញើសួរសុខទុក្ខទាំងមន្ត្រីទាំងយុវជនទាំងអ្នកបើកបរទាំងណែពេទ្យហើយផ្ញើជូនទៅប្រជាពលរដ្ឋដែលកំពុងចូលរួមក្នុងការវាស់វែងយើងវាស់វែងឲ្យគាត់ទេមិនភ្លៀងធ្លាក់គាត់នឹងអាចដាំដុះបានច្រើនជាងពេលមុនណាព្រោះយើងធ្វើនៅនេះប្រហែលខែហើយឥឡូវយើងកំពុងបន្តធ្វើទៅទៀតយើងបានសង្កត់សង្កត់ទឹកចិត្តទេសកម្មថានឹងមានការដាំដុះបានល្អនៅក្នុងរយៈពេលឆ្នាំនេះហើយចង់បញ្ចប់ជាមួយនឹងការអបអរសាទរជាថ្មីម្ដងទៀតជាមួយទិវាពលកម្មអន្តរជាតិខួបលើកទី127ដែលខ្ញុំសូមផ្ញើការសួរសុខទុក្ខចំពោះកម្មករកម្មការនេះនៅទូទាំងប្រទេសខ្ញុំសូមយកឱកាសនេះជូនពរចំពោះឯកឧត្តមលោកវិទើអស់លោកស្រីនិងបងប្អូនជួនរួមជាតិកម្មករកម្មការនេះនៅទីនេះក៏ដូចជានៅទូទាំងប្រទេសសូមប្រកបដោយពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគឺឡើយសូមអរគុណបន្ទាប់មកសម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញឧបត្ថម្ភនៅសម្ភារៈថវិកាមួយចំនួនជូនដល់កម្មករកម្មការនីនិងបុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងតំណាងយុវជនស្ម័គ្រចិត្តសម្ដេចតេជោដែលមានភារកិច្ចចុះអនុវត្តការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ
Đi đâu đó? Lá đi đâu này?